OK ចឹងថ្ងៃនេះយើងមកបង្ហាញជាមួយនឹង operator ចុងក្រោយគឺ operator logical operator ចឹង logical operator មានដូចជាសញ្ញានឹងសញ្ញា or ឬក៏សញ្ញា not ចឹងមានន័យថាមកកដប់នេះគេហៅថានឹងមានន័យថាសញ្ញាឆ្នប់នឹងអូខេនេះគេហៅថា and កន្លែងនេះគឺ or ហើយយើងដឹងអានេះហើយអានេះពេលដែលយើងរៀនជាមួយនឹងអីគេរៀនជាមួយនឹង comparison អូខេអានេះគេហៅថា not អូខេអញ្ចឹងយើងមកឧទាហរណ៍របស់គ្នាអូខេឧទាហរណ៍ខ្ញុំដាក់ like ខ្ញុំ say សិន public main ខ្លះហើយ public នេះខ្ញុំដាក់ like boolean ខ្ញុំដាក់ bool គេ row true for boolean and បើសិនជា is married អូខេ is married true boolean មួយទៀតបើសិនជា is like is admin ចុះ admin ស្មើ for អូខេរួចយើងមើលអញ្ចឹងយើង system print out មក system print out អញ្ចឹងខ្ញុំលុបអាក្នុងនេះចោលសិនអូខេអូខេអញ្ចឹងខ្ញុំដាក់ like regular user អូខេអញ្ចឹងខ្ញុំដាក់ bold is sorry អញ្ចឹងបើសិនជា logical operator យើងដាក់វងកញ្ចក់ហើយយើងដាក់ is married សញ្ញានឹងឬ is admin it's not admin អូខេអញ្ចឹងយើងសាក run ទាំងអស់គ្នាយ៉ាអូខេអញ្ចឹងវាចេញ like true អូខេអញ្ចឹងវាច្រើននឹងគេយកយើងមើលត្រូវមើលទាំងពីរថាវាត្រូវឬក៏មិនត្រូវអញ្ចឹងយើងមើល is married អញ្ចឹងវា true ហើយវាខុសវា copy is admin before មានន័យថាគាត់បានការហើយគាត់មិនមែននៅលាវទេអូខេខ្ញុំដាក់ system មួយទៀតអញ្ចឹងយើងត្រូវមើលទាំងពីរចុះបើសិនជាខ្ញុំដាក់ system or វិញឆ្នប់ឬវិញអូខេដល់ពេលដែលខ្ញុំដាក់ឆ្នប់ឬតើវាចេញគេអញ្ចឹងវាចេញ true ដែរមិនមកវាចេញ true ភាគច្រើនគេមើលអីគេមើលអាមុខនេះឆ្នប់ or ភាគច្រើនគេមើលអាមុខថាវា true or false ភាគច្រើនហើយគេមើលអាមុខគេអត់ងាយមើលក្រោយទេអូខេអញ្ចឹងនៅចុងក្រោយអ៊ីសញ្ញាlike សញ្ញា not អញ្ចឹងមកឧទាហរណ៍ខ្ញុំដាក់ not book not អញ្ចឹងហើយតើវាចេញគេអូខេចេញ true ឬ false ចេញ true វាថាគេថាគាត់បានការហើយគាត់មិននៅលាវទៀតទេអញ្ចឹងត្រូវអូខេអញ្ចឹងបើសិនជាខ្ញុំដាក់ like not គេ married អូខេ not married ចឹងតើវាចេញគេអញ្ចឹងវាប្រហែលជាចេញ for សារគាត់បានការរួចហើយអូខេអញ្ចឹងយើងមានតែប៉ុណ្្នឹងជម្រាបលាអ្នកនរគ្នា